ដែលខ្ញុំថាធនធានមនុស្សរឹងមាំគឺជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសនិងការកសាងឯករាជ្យភាពជាតិពាក្យថាឯករាជ្យនេះគឺសំខាន់ណាស់គឺភាពម្ចាស់ការរបស់យើងភាពម្ចាស់ការរបស់ជាតិរបស់យើងនៅក្នុងការកាន់កាប់អនាគតរបស់យើងសម្រាប់ចិត្តរបស់យើងប៉ុន្តែយើងដើរថយយើងក្រោយគេប្រៀបធៀបនៅប្រទេសផ្សេងៗជាច្រើនក្នុងអាស៊ានតែយើងចាប់ផ្ដើមចេញពីបញ្ចប់សង្គ្រាមប៉ុន្តែកម្ពុជាមិនបាននៅនឹងថ្កល់20ឆ្នាំមុនទេកម្ពុជាមិនបាន20ឆ្នាំមុនឬមួយ30-40ឆ្នាំមុនទេប្រហែលថ្ងៃនេះខ្ញុំឃើញថាពេលដែលយើងមានទំនាស់ជាមួយព្រំដែនខ្លះជាមួយប្រទេសជិតខាងមានការបញ្ចេញរូបមកកម្ពុជាកាលពីយើងវាយគ្នាជាជនភៀសខ្លួនរត់ទៅជុំទៅពឹងគេរស់នៅជាស្អីចឹងទៅដែលធ្វើឲ្យការសន្និដ្ឋានគិតថាកម្ពុជាយើងនៅតែក្រលំបាកបែបនោះគ្មានសមត្ថភាពអញ្ចឹងការធានានៅភាពម្ចាស់ការរបស់កម្ពុជាគឺជាកិច្ចការសំខាន់ណាស់នៅក្នុងពេលនេះអញ្ចឹងការកសាងសមត្ថភាពមនុស្សការកសាងធនធានមនុស្សមូលធនមនុស្សការកសាងមូលដ្ឋានហិរញ្ញគឺថាសេដ្ឋកិច្ចការកសាងនៅមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងអស់នេះគឺការកសាងមូលដ្ឋានគ្រប់វិស័យលើសមត្ថភាពខ្លួនឯងគឺជាអ្វីដែលយើងត្រូវធ្វើហើយអ្វីដែលរាជរដ្ឋាភិបាលបានធ្វើក្នុង40ឆ្នាំនេះនៅពេលដែលយើងចេញពីចំណុច0នៅពេលដែលយើងចេញពីចំណុចដែលយើងសឹងតែពឹងផ្អែកទៅលើខាងក្រៅទាំងស្រុងនៅឆ្នាំ80ទាំងសេដ្ឋកិច្ចទាំងការរៀបចំអីផ្សេងរហូតមកដល់ឥឡូវយើងអាចម្ចាស់ការនៅក្នុងការរៀបចំគោលនយោបាយរៀបចំផែនការនិងកិច្ចការងារអនុវត្តខ្លួនឯងបាននេះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងរបស់យើងគឺយើងបានធ្វើនេះហើយគឺជាអ្វីដែលយើងធ្វើជាប្រចាំគឺដាក់គោលដៅនៅក្នុងការការពារឯករាជ្យនិងភាពម្ចាស់ការរបស់កម្ពុជាដែលយើងអាចពឹងដង្ហើមខ្លួនឯងរស់នៅពេលដែលចាំបាច់នេះគឺជាអ្វីដែលយើងបានធ្វើជាបន្តបន្ទាប់ជាក់ស្ដែងនៅពេល COVID-19 ផ្ទុះប្រទេសទាំងអស់បានបិទផ្ដាច់សមត្ថភាពនៃធនធានមនុស្សរបស់យើងនៅក្នុងវិស័យសុខាភិបាលដែលយើងបានកសាងសមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធរបស់យើងមានពេទ្យមានទីតាំងជាច្រើនដែលអាចឲ្យយើងដោះស្រាយបញ្ហាបានភ្លាមៗនៅពេលថ្មីនេះបងប្អូនជាច្រើនបានភ្ញាក់មិនមែនតែអ្នកនៅក្រៅប្រទេសទេអ្នកនៅក្នុងប្រទេសបានភ្ញាក់នៅពេលដែលកម្ពុជាសម្រេចម្ចាស់ការខ្លួនឯងនៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ទិញមកពីថៃមនុស្សច្រើនភ្ញាក់ខ្ញុំឃើញបងស្រីម្នាក់នៅញូហ្សេឡង់គាត់បង្ហោះ TikTok ខ្ញុំមើលល្ងាចវិញគាត់ថាពេលយើងផ្ដាច់ឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃភ្លើងពីប្រទេសថៃគាត់ចូលទៅធ្វើការកន្លែងគាត់មានជនជាតិឡាវហើយជនជាតិថៃធ្វើការជាមួយគ្នាចូលទៅដល់ភ្លាមជនជាតិឡាវសួរហេឮសូរខាងថៃផ្ដាច់ភ្លើងកម្ពុជាមិនហើយល្ងិតឈឹងហ្មងគាត់ប្រាប់ទៅវិញដោយការអស់សំណើចគាត់ថាមានថៃផ្ដាច់មកកម្ពុជាតាឈប់ទិញហើយអត់មានបញ្ហាមិត្តភ័ក្តិរបស់គាត់ប្រហែលអ្នកទៀតធ្វើការជាមួយគ្នាជាជនជាតិថៃក៏គាត់ថាសុំទោសថៃផ្ដាច់តិចការលំបាកដល់កម្ពុជាគាត់ថាអត់ទេកម្ពុជាយើងមានភ្លើងប្រើគ្រប់អត់បញ្ហាការសម្រេចចិត្តរឿងភ្លើងរឿងអ៊ីនធឺណិតនេះគឺជាការចាំបាច់មិនមែនបានន័យថាកម្ពុជាផ្ដាច់ទំនាក់ទំនងរវាងកម្ពុជាថៃនោះទេសម្ដេចតេជោក៏បីខ្ញុំបានធ្លាប់បញ្ជាក់ហើយទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់យើងគឺចាំបាច់យើងត្រូវធ្វើជាបន្តបន្ទាប់ប៉ុន្តែការងារខ្លះដែលយើងអាចម្ចាស់ការខ្លួនឯងបានយើងដល់ពេលដែលត្រូវធ្វើជាពិសេសនៅក្នុងដំណាក់កាលដែលវាបង្កើតរឿងច្រើនណាស់ប្រហែលខែទៅហើយរឿងច្រើនណាស់ប្រព័ន្ធព័ត៌មានច្រើនរហូតទៅដល់ខាងអ្នកនយោបាយជាតិនិយមជ្រុលទៅថៃនោះបន្តិចផ្ដាច់ទៅភ្លើងនឹង
ផ្ដាច់ទៅអ៊ីនធឺណិតនឹងខ្មែរងាប់អើយខ្ញុំចុះកប៉ាល់ហោះមកពីបារាំងវិញថ្ងៃ12ព្រឹកអញ្ចឹងយប់ឡើងម៉ោង12ថ្ងៃ12យើងកាត់ផ្ដាច់តែម្ដងថាឥឡូវខ្ញុំដាក់សារមួយថាកុំអោយពិបាកខាងភាគីថៃពិបាកសម្រេចចិត្តថាត្រូវកាត់ឬមិនកាត់កាត់ពេលណាឬមួយក៏ក្រុមហ៊ុនកន្លែងចរចាកងត្រាចុះឡើងឥឡូវទៅកាត់ម៉ោង12បងទៅបាទអ៊ីនធឺណិតនៅក្នុងការធានាដើម្បីបញ្ជាក់នៅការធានាម្ចាស់ការខ្លួនឯងកុំឲ្យរឿងមួយនេះវាបង្កើតនូវភាពសពេចសពិលទាំងកម្ពុជាក៏មិនដឹងទៅណាខាងប្រទេសថៃក៏ទៅណាវាធ្វើឲ្យប្រជាជននិងប្រជាជនយករឿងហ្នឹងមកនិយាយចោះឡើងវាធ្វើឲ្យប្រជាជននិងប្រជាជននៅមងសៅជាមួយគ្នារហូតដោយសាររឿងអ៊ីនធឺណិតនឹងអគ្គិសនីប៉ុន្តែពេលជាមួយគ្នាខ្ញុំក៏គិតថាបងប្អូនប្រជាជនខ្មែរច្រើនណាស់អត់ដឹងថាយើងមានសមត្ថភាពគ្រប់គ្រងខ្លួនឯងគិតថាមែនគេគម្រាមយើងមិនមាត់ប្រហែលជាយើងខ្លាចគេកាត់បាទខ្ញុំជឿឥឡូវប្រហែលអ្នកនៅនេះនៅក្នុងនេះដែលមុននឹងយើងផ្ដាច់នៅក្នុងអត់ដឹងថាយើងមានសមត្ថភាពគ្រប់គ្រងអ៊ីនធឺណិតហើយនឹងអគ្គិសនី 100% ខ្លួនឯងហើយព្រួយបារម្ភខ្លាចថៃកាត់ផ្ដាច់យើងអស់ភ្លើងប្រើនៅទិសខាងលិចមើលប្រហែលអ្នកនិយាយត្រង់មើលលើកដៃមើលច្រើនដែរយើងដឹងថាយើងមានភ្លើងព្រោះយើងធ្វើវិរិយអគ្គិសនីធ្វើអីប៉ុន្តែមិនដឹងថាគ្រប់ទេមែនទេឥឡូវដល់ពេលហ្នឹងយើងបញ្ជាក់ទៅយើងមានគ្រប់គ្រាន់នៅក្នុងការធានា